បើកថ្មីបែបបុរាណលីសម័យនេះយើងស្វេតលីបានរកឃើញហាងកាហ្វេបែប vintage មួយដែលខាងគាត់គឺបកកែដែលគាត់មែនតើគឺគាត់មានតាំងរូបថតជាច្រើនមានតុសាឡុងអីមានទូពីសម័យមុនអីចឹងគឺមានបុរាណលេសម័យមុនគឺថាចូលទៅគឺសតុនផ្នែកមែនតើក្រៅពីហ្នឹងនៅពេលដែលយើងចូលទៅគឺយើងមានអារម្មណ៍ថាដូចខ្លួនយើងនឹងឆ្លងភពទៅកាន់អតីតកាលអញ្ចឹងគឺស្អាតមែនតើហាងគាត់ហើយដែលស្វីតវាស្រឡាញ់ជាងគេហ្នឹងគឺយើងអាចកាន់កាហ្វេឲ្យភេសជ្ជៈមកអង្គុយនៅខាងក្រៅនៅកៅអីទៀតហ្នឹងគឺថាស្រស់ស្រាយមែនតើភេសជ្ជៈនៅហាងនេះមានដូចជាកាហ្វេតែមួយឆាឲ្យតម្លៃទូថ្លៃមែនតើ1រៀលកន្លះ2រៀលអីគឺយើងអាចទិញបានហើយថ្ងៃនេះដែរស្វីតលើបានកំងស៊ុបកាឡាគឺថាឆ្ងាញ់មែនតើមួយកែវនឹងតែ2រៀលគឺថាដិតល្អហើយអត់មានយកស្ករទៅ50%អញ្ចឹងវាផ្អែមឡំគឺថាឆ្ងាញ់ហើយក្រៅពីភេសជ្ជៈហ្នឹងក៏គាត់មានថែមជាតែក៏ដូចជាឆាខ្វៃដែរអញ្ចឹងយើងញ៉ាំបានភេសជ្ជៈ2អញ្ចឹងគឺថាល្អមែនតើអត់មានចូលចិត្តនិយាយពីកន្លែងអង្គុយវិញណាគឺថារាប់អត់អស់ទេនៅហាងគាត់មានកន្លែងអង្គុយច្រើនមែនតើមានតែនៅក្នុងហាងមានតែនៅខាងក្រៅហាងគឺថាយើងចង់ទៅអង្គុយណាអង្គុយទៅគឺស្រស់ស្រាយដូចគ្នាហាងកាហ្វេនេះមានឈ្មោះថា Khon Cafe ជាសាខាទី2ដែលគាត់ទៅបើកនៅបឹងស្នោច្បារអំពើយើងនៅបឹងស្នោ Food Village ហើយបើគ្នាយើងជិះទៅដល់ហ្នឹងនៅខាងក្រោយ Starbucks បឹងស្នោនឹងឃើញហើយអញ្ចឹងគ្នាយើងមើលឲ្យចង់ទៅសារអត់